ចែកដីកសាងលោកគ្រូសូត្រស្ដាំបងប្អូននិងឧបាសកបាសិកាវត្តកោះខ្នុរដែលមានសទ្ធាបានកសាងព្រះចេតិយនេះនៅក្នុងពុទ្ធសករាជ2468ចុះ1289អញ្ចឹងតាំងពីឆ្នាំ1208ផ្លាយរាប់ឆ្នាំបងប្អូនចេតិយនេះនៅខាងកើតជ្រុងខាងជើងនៃព្រះវិហារវត្តកោះខ្នុរបាទហើយមិនត្រូវបានគេរុះរើទេទុកថែរក្សាបាទនៅសម្រាប់ឲ្យកូនក្មួយមើលបាទពុកម៉ែបងប្អូនក្មួយទាំងអស់ជាទីមេត្រីនេះគឺជាទស្សនវិជ្ជានៅមុខព្រះវិហារនៃវត្តកោះខ្នុរដែលវីដេអូលើកមុនខ្ញុំបានបញ្ជាក់អំពីព្រះវិហារនឹងហើយតែខ្ញុំបានគេងហើយត្រូវបានវិញ្ញាណអមនុស្សដែលថែរក្សានឹងបីខ្ញុំចេញពីវិហារមកនៅមុខវិហារពេលដែលសឹងព្រះអង្គលោកសឹងភិក្ខុសង្ឃមួយអង្គលោកសឹងហើយខ្ញុំនឹងបើក្មេងហៅគេងបាទគេងក្នុងវិហារអញ្ចឹងវិហារនឹងអត់ឲ្យមនុស្សគេងផ្ទៃផ្ដាស់ទេបងប្អូនសំបីតែព្រះសង្ឃក៏ខ្មោចមកសកត់ដែរបាទតេតើនឹងចែកដីនេះកសាងយូរឆ្នាំហើយបងប្អូនមុនសម័យសង្គមរាស្ត្រនិយមទៀតវត្តនេះវត្តបរមរាណាបាទហើយទោះបីជាមានសភាពទ្រុឌទ្រោមប៉ុណ្ណេះក៏ដោយក៏អត់ទាន់មានបច្ចាធិការគណៈកម្មការរូបណាមួយហ៊ានមករុះរើចែកដីនេះសង់ធ្វើថ្មីអត់មានទេបងប្អូននៅកបែកកបាក់នៅនឹងទៅហូតហើយជាម្ដងមកកាលអ្នកនៅក្បែរចំណុះជើងវត្តតែងតែឃើញបាតុភូតមិនស្រួលច្រើនណាស់បាទនៅខាងកើតព្រះវិហារនេះដែលយើងមានដើមពូច្រើនបាទដើមពូឡើងទៅឈឹងទៅជ័យហើយមានបារមីលោកតាលោកយាយស្រំបាទហើយនឹងដងតុង2មកគូនៅពីមុខវិហារហើយពីមុខវិហារនឹងទៀតបងប្អូនសបងប្អូនមើលហ្នឹងគឺកន្លែងគេហៅថាទន្លេវត្តហ្នឹងគឺទន្លេព័ទ្ធជុំវិញតែម្ដងហើយចែកដីជាច្រើនទៀតក៏ត្រូវបានធ្វើគៀននឹងដែរខ្ញុំមិនទាន់និយាយដល់រឿងនេះទេខ្ញុំចង់និយាយពីអ្វីដែលជាសំណងសមិទ្ធផលរបស់បបរោះដូនតាយើងកសាងមកបងប្អូនមិនតិចឆ្នាំទេមិន100ឆ្នាំទេបងបាទមុនសម័យសង្គមរាស្ត្រនិយមទៀតមានន័យថាចេតិយនេះកសាងនៅក្នុងសម័យរាជបារាំងអាច1940 1930ជាងបាទកសាងនេះផ្លាកគេដាក់នៅនេះបងប្អូនជើញទៅមើលឃើញនៅពីមុខព្រះវិហារនេះមានសំណង់និងអាស្រមជាការគោរពបែបព្រហ្មញ្ញសាសនាច្រើនណាស់ដោយសារអីបងប្អូនឥទ្ធិពលនៃព្រះវិហារនេះពីសម័យលន់នល់យើងនិយាយពីសម័យលន់នល់និងពូដែលខ្ញុំនៅក្មេងវត្តគាត់ដំណាលក្របផ្លោងធ្លាក់មកអត់ផ្ទុះទេបងប្អូនគាត់តែធ្លុះបាទធ្លុះក្បឿងធ្លុះអីមកប៉ុន្តែឲ្យផ្ទុះឆេះខូចព្រះវិហារអត់ទេនឹងសម្រាប់ព្រះវិហារមួយនេះហើយនៅក្នុងរាជសម័យ3ឆ្នាំ8ខែ20ថ្ងៃដែលយើងហៅថារបបប៉ុលពតក៏មិនត្រូវបានពួកអ្នកដែលអត់សាសនាទាំងអស់ហ្នឹងមកបំផ្លាញអត់ដូចគេរំលងចោលមើលមិនឃើញមកបងប្អូននោះគេយកមនុស្សទៅសម្លាប់ចោលនៅស្រង់នៅខាងលិចវត្តហ្នឹងទៀតបាទតែសម្រាប់វត្តនេះមួយអត់មានអីទេបងប្អូនរហូតដល់យើងរំដោះនៅថ្ងៃនៅឆ្នាំ1979មកបានកសាងឡើងវិញអញ្ចឹងរាល់សមិទ្ធផលបុរាណនៅក្នុងវត្តនេះជាពិសេសដូចជាបច្ចេកដីនេះជាដើមគឺមិនត្រូវបានគេរុះរើធ្វើឡើងវិញទេបងប្អូនសំបីតែលាបថ្នាំក៏អត់លាបទៀតមិនខ្ជិលណាប៉ុន្តែប៉ះអត់បានបងអ្នកថែរក្សានៅនឹងប៉ះអត់បានដឹងវិញ្ញាណអរូបីប្រមាណអ្នកនៅថែរក្សានៅនឹងបងប្អូនតាំងពីបរមបុរាណមកបាទហើយវត្តនេះមានរឿងច្រើនណាស់ដែលខ្ញុំនឹងជម្រាបជូនបងប្អូនម្ដងមួយតាក់ទងទៅនឹងលងកងនៅមុខប្រចេតិយនឹងទៀតហើយខ្ញុំនឹងឲ្យអ្នកជីទូកបាទជាមួយប្រសង់ឆ្នាំ90 1990 91ហ្នឹងបាទ90 91និយាយពីលងកងតិចស្រាប់បងប្អូនបើពីសម័យបុរាណមកសិតតែមានកពើផុសពេលថ្ងៃសិលថ្ងៃពេញបោទៀតអុជធូបបន់ស្រន់ហើយមានកពើផុសពីទន្លេបាទីហ្នឹងមកទៀតហើយនេះខ្ញុំកើតមិនតាន់ទេបើតាក់ទងទន្លេកពើផុសកពើអីនេះ
ប៉ុន្តែបើលងកងខ្ញុំដឹងច្បាស់ណាស់បងប្អូនចាំមើលខ្ញុំនឹងថតវីដេអូនឹងថ្ងៃណាមួយដែលខ្ញុំបានទៅពីទលេនឹងហើយខ្ញុំនឹងដំណើរសាច់រឿងដែលខ្ញុំនឹងនិយាយជូនបងប្អូននេះឲ្យបានជ្រាបទាក់ទងនឹងបារមីនៃវត្តកោះខ្នុលស្ថិតនៅក្នុងភូមិកោះខ្នុលស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលឥឡូវនេះវាលែងទៅជាដូចកាលពីសម័យ80 90ហើយបងប្អូនដើមឈើក៏វាបាត់បង់ខ្លះហើយសំណង់ច្រើនទៀតដែលត្រូវបានប្រសង់គណៈកម្មការលោកកសាងមកពេញវត្តហើយពីមុនអត់មានទេបងប្អូនមានទួលព្រះវិហារមួយមានអាស្រមលោកតាសម្បូរមានចេតិយចាស់និងដូចចេតិយដែលខ្ញុំបានថតបង្ហាញជូនហ្នឹងហើយលោកតាមួយនៅខាងត្បូងពហិយខាងកើតឈៀងខាងត្បូងនឹងដែលមានខ្លា2នៅឈរចាំយាមអាស្រមហ្នឹងបាទហើយពហិយក៏មិនមែនស្អាតចេះដែរបងប្អូនយើងធ្វើពីឈើបាទធ្វើពីឈើក្បឿងយើងធម្មតាហ្នឹងហើយដើមពូដើមច័ន្ទដើមច្រេះដើមស្លែងអូយនិយាយពីយប់ឡើងពុកម៉ែបងប្អូនឲ្យភ្លើងហោះពេញដើមឈើហោះពីដើមឈើមួយទៅដើមឈើមួយខ្ញុំគេនិយាយពីតើអត់មានលោកអត់ហ៊ានបើថាលោកមុនទៅសូត្រមុនពេលយប់នៅសុកស្រែយើងសូត្រមុនទេសនាយប់បងប្អូនមានភ្លឺណាអញ្ចឹងកូនសតមានណាគេហ៊ាននៅវត្តទេទៅរត់ទៅផ្ទះអ្នកស្រុកនៅគៀនហ្នឹងហើយទើបព្រះអង្គមុនមកវិញឮសំឡេងមកបានយើងរត់តាមលោកមកអត់ណាហ៊ានដេកទេវត្តក្មេងៗបាទហើយនៅក្នុងកុដិក៏អញ្ចឹងទៀតលោកនៅហើយសម័យហ្នឹងមានប្រសង់បួសច្រើនណាបងប្អូនសម័យយើងបំពេញភារកិច្ចបម្រើជាតិមាតុភូមិជាយុវជនក្មេងៗហ្នឹងអត់បានបួសទេបានបួសតែចាស់ទេបងប្អូនត្រូវធ្វើទៅហ៊ានបាទអញ្ចឹងមានតែយាយតាម្នាក់2នាក់ហើយព្រះគ្រូចាតិកាមួយអង្គហើយក្មេងវត្តទូចបាទតែប៉ុនខ្ញុំហ្នឹងបាទអញ្ចឹងខ្ញុំដំណើរមិនអស់ហើយបងប្អូនគ្រាន់តែចង់បង្ហាញជូនពុកម៉ែបងប្អូនប៉ុណ្ណេះហើយពីចែកដីនេះគ្រាន់តែខ្ញុំចង់បញ្ជាក់ថាត្រូវបានព្រះគ្រូសូត្រឆ្វេងលោកកសាងតាំងពីឆ្នាំមុនបារាំងណាមុនសង្គមនិយមហើយក្នុងសម័យបារាំងរាជបារាំងសែបើយើងនិយាយធម្មតាថារាជបារាំងសែអញ្ចឹងបងប្អូនវត្តនេះស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹងទេជាប់នឹងព្រំប្រទល់នៃទន្លេបាទីម្ខាងបូងតាកែវខាងកើតខាងជើងទន្លេគឺស្រុកកណ្ដាលស្ទឹងជូនពរបងប្អូននឹងមានរឿងជាច្រើនទៀតខ្ញុំនឹងជម្រាបជូនបាទ